បាសេឡូណាបន្តកំណត់តារាប្រកួតបណ្ដាយចាញ់សោះក្នុងឆ្នាំ2025ការប្រកួតពានរង្វាន់លំដាប់ទី1ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ2024-2025បានបញ្ចប់ការប្រកួតវគ្គ8ក្រុមចុងក្រោយហើយជើងទី1ខណៈបាសេឡូណាយកឈ្នះលើ Borussia Dortmund ដោយលទ្ធផល4-0កាលពីរាត្រីថ្ងៃទី9ឈានចូលថ្ងៃទី10ខែមេសាឆ្នាំ2025ដែលការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Estadio Olímpico Luís Companysបច្ចុប្បន្ននេះក្រុមបាល់ទាត់បាសេឡូណាគឺជាក្រុមតែមួយគត់ដែលប្រកួតមិនទាន់ចាញ់សោះក្នុងឆ្នាំ2025ក្រោយឆ្លងកាត់22ប្រកួតឈ្នះ19ប្រកួតនិងស្មើ3ប្រកួតនេះគឺជាលទ្ធផលវគ្គ8ក្រុមចុងក្រោយជើងទី1បាសេឡូណាយកឈ្នះលើ Borussia Dortmund ដោយលទ្ធផល4-0 Bayern Munich ចាញ់ Inter Milan ដោយលទ្ធផល1-2 Arsenal យកឈ្នះ Real Madrid ដោយលទ្ធផល3-0និង Paris Saint-Germain យកឈ្នះលើ Aston Villa ដោយលទ្ធផល3-1សូមជម្រាបថាពានរង្វាន់លំដាប់ទី1 UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ1955ពលគឺមានអាយុកាលជាង68ឆ្នាំហើយខណៈក្រុមបាល់ទាត់ Real Madrid គឺជាក្រុមដែលឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប15លើកខណៈ AC Milan ធ្លាប់ឈ្នះចំនួន7ដង Real Liverpool និង Bayern Munich ឈ្នះចំនួន6លើកស្របពេលដែលជើងឯករងឆ្នាំចាស់ Borussia Dortmund ធ្លាប់ឈ្នះ1លើកនៅឆ្នាំ1997ត្រយងនាំសារពិតគ្រប់ទីកន្លែង